Iran Promian Protest chit khang tha khluon ach we praha mulathan top Americ Prasan ba ti krong Washington we praha នៅថ្ងៃទី14 ខែមករាមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធថាទីក្រុងតេហេរ៉ង់បានព្រមានប្រទេសជិតខាងដែលអនុញ្ញាតឲ្យកងទ័ពអាមេរិកឈរជើងថាខ្លួននឹងសងសឹកលើមូលដ្ឋានទ័ពទាំងនោះប្រសិនបើទីក្រុង Washington អនុញ្ញាតគម្រាមកំហែងលូកដៃចូលក្នុងបាតុកម្មនៅអ៊ីរ៉ង់មន្ត្រីរូបនោះបានបញ្ជាក់ថាតេហេរ៉ង់បានប្រាប់ប្រទេសក្នុងតំបន់ចាប់ពីអារ៉ាប៊ីសាអូឌីតនិងអេមីរ៉ាតអារ៉ាប់រួមរហូតដល់ទួរគីថាមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសទាំងនោះនឹងត្រូវបានវាយប្រហារប្រសិនបើអាមេរិកកំណត់គោលដៅលើអ៊ីរ៉ង់ការព្រមាននេះកើតឡើងខណៈអ្នកការទូត3នាក់បាននិយាយថាបុគ្គលិកមួយចំនួនត្រូវបានណែនាំឲ្យចាក់ចេញពីមូលដ្ឋានទ័ពអាកាសសំខាន់របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ទោះបីជាមិនមានសញ្ញាភ្លាមនៃការជំលះកងទ័ពទ្រង់ទ្រាយធំដោយដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានម៉ោងមុនការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់កាលពីឆ្នាំមុនក៏ដោយប្រធានាធិបតីអាមេរិកលោក Donald Trump បានគម្រាមអន្តរាគមន៍ដើម្បីគាំទ្រអ្នកតវ៉ាខណៈក្រុមសិទ្ធិមនុស្សរាយការណ៍ថាអ្នកស្លាប់ដល់ទៅ 2,600 នាក់លោក Trump បានបដិញ្ញាថានឹងមានចំណាត់ការខ្លាំងក្លាប្រសិនបើអ៊ីរ៉ង់ប្រហារជីវិតអ្នកតវ៉ាទន្ទឹមនឹងនេះទំនាក់ទំនងផ្ទាល់រវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់និងបេសកជនពិសេសរបស់សហរដ្ឋអាមេរិកត្រូវបានផ្អាកជាបណ្ដោះអាសន្នហើយយោងតាមការវាយតម្លៃរបស់អ៊ីស្រាអែលលោកត្រាំបានសម្រេចចិត្តធ្វើអន្តរាគមន៍ទោះបីជាវិសាលភាពនិងពេលវេលានៃសកម្មភាពនេះនៅតែមិនច្បាស់លាស់ក៏ដោយរដ្ឋមន្ត្រីអ៊ីស្រាអែលម្នាក់បាននិយាយថាអ្នកការទូតទាំង3បានប្រាប់សារព័ត៌មាន Reuters ថាបុគ្គលិកមួយចំនួនត្រូវបានណែនាំចាក់ចេញពីមូលដ្ឋានទ័ពអាកាស Al-Odeid របស់យោធាអាមេរិកនៅក្នុងប្រទេសកាតានៅល្ងាចថ្ងៃពុធអ្នកការទូតម្នាក់បានពិពណ៌នាអំពីចលនានេះថាជាការផ្លាស់ប្ដូរឥរិយាបថជាជាងការជំលះចេញតាមបញ្ជាមិនមានសញ្ញាណាមួយនៃការផ្លាស់ប្ដូរកងទ័ពទ្រង់ទ្រាយធំចេញពីមូលដ្ឋានទ័ពទៅកាន់ពហុកលដ្ឋានបាល់ទាត់និងទីផ្សារទំនើបក្បែរនោះទេដោយដែលបានកាត់ឡើងកាលពីឆ្នាំមុនក្នុងរយៈពេលប៉ុន្មានម៉ោងនេះពេលនោះអ៊ីរ៉ង់កំណត់គោលដៅមូលដ្ឋានដោយមីស៊ីលដើម្បីសងសឹកចំពោះការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកលើគោលដៅនុយក្លេអ៊ែររបស់អ៊ីរ៉ង់ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងដូហាមិនមានការអត្ថាធិប្បាយភ្លាមទេហើយក្រសួងការបរទេសកាតាមិនបានឆ្លើយតបភ្លាមចំពោះសំណើសុំការអត្ថាធិប្បាយនោះទេអាជ្ញាធរអ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលថាជាអ្នកញុះញង់ឲ្យមានចលាចលដែលធ្វើឡើងដោយមនុស្សដែលខ្លួនហៅថាភាវៈកអ៊ីរ៉ង់ស្នើសុំឲ្យរដ្ឋក្នុងតំបន់ទប់ស្កាត់ការវាយប្រហាររបស់សហរដ្ឋអាមេរិកលោក Trump បានគម្រាមកំហែងដោយបើកចំហថានឹងធ្វើអន្តរាគមន៍នៅក្នុងប្រទេសអ៊ីរ៉ង់អស់រយៈពេលជាច្រើនថ្ងៃមកហើយទោះបីជាបិទបានផ្ដល់ព័ត៌មានលម្អិតក៏ដោយនៅក្នុងបទសម្ភាសន៍ជាមួយ CBS News កាលពីថ្ងៃអង្គារលោក Trump បានសន្យាថានឹងចាត់វិធានការយ៉ាងខ្លាំងក្លាប្រសិនបើអ៊ីរ៉ង់ប្រហារជីវិតអ្នកតវ៉ាលោកបាននិយាយថាប្រសិនបើពួកគេព្យួរកពួកគេអ្នកនឹងឃើញរឿងខ្លះលោកក៏បានជំរុញឲ្យប្រជាជនអ៊ីរ៉ង់នៅថ្ងៃអង្គារបន្តតវ៉ានិងគ្រប់គ្រងស្ថាប័ននានាដោយប្រកាសថាជំនួយកំពុងមកដល់មន្ត្រីអ៊ីរ៉ង់ដែលជាអិស្សរជនខ្ពស់ម្នាក់បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ
បាននិយាយថាទីក្រុងតេរ៉ង់បានស្នើសុំឲ្យសម្ព័ន្ធមិត្តអាមេរិកនៅក្នុងតំបន់ការពារទីក្រុងវ៉ាស៊ីនតោនពីការវាយប្រហារលើប្រទេសអ៊ីរ៉ង់មន្ត្រីរូបនេះបាននិយាយថាទីក្រុងតេរ៉ង់បានប្រាប់ប្រទេសក្នុងតំបន់ចាប់ពីអារ៉ាប៊ីសាអូឌីតនិងអារ៉ាប់រួមរហូតដល់ប្រទេសទូគីថាមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសទាំងនោះនឹងត្រូវវាយប្រហារប្រសិនបើសហរដ្ឋអាមេរិកកំណត់គោលដៅលើប្រទេសអ៊ីរ៉ង់មន្ត្រីរូបនេះបានបន្ថែមទៀតថាទំនាក់ទំនងផ្ទាល់រវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi និងបេសកជនពិសេសអាមេរិកលោក Steve Witkoff ត្រូវបានផ្អាកសហរដ្ឋអាមេរិកមានកងកម្លាំងនៅទូទាំងតំបន់រួមទាំងទីស្នាក់ការកណ្ដាលជួរមុខនៃបញ្ជាការកណ្ដាលរបស់ខ្លួននៅអាល់អូឌីតក្នុងប្រទេសកាតានិងទីស្នាក់ការកណ្ដាលនៃកងនាវាទី5របស់កងទ័ពជើងទឹកអាមេរិកនៅប្រទេសបារ៉ែនមន្ត្រីលោកខាងលិចការបង្ក្រាបបានស្ដារភាពស្ងប់ស្ងាត់ឡើងវិញខ្លះលំហូរព័ត៌មានពីខាងក្នុងប្រទេសអ៊ីរ៉ង់ត្រូវបានរារាំងដោយការដាច់អ៊ីនធឺណិតក្រមសិទ្ធិមនុស្សហារ៉ាណាដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបាននិយាយថារហូតមកដល់ពេលនេះខ្លួនបានផ្ទៀងផ្ទាត់ការស្លាប់របស់អ្នកតវ៉ាចំនួន2403នាក់និងបុគ្គលដែលជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាលចំនួន147នាក់មន្ត្រីអ៊ីរ៉ង់ម្នាក់បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃអង្គារថាមនុស្សប្រហែល2000នាក់ត្រូវបានសម្លាប់រដ្ឋមន្ត្រីការបរទេសបារាំងលោក Noel Barrot បាននិយាយថាលោកសង្ស័យថានេះគឺជាការបង្ក្រាបដ៏ហិង្សាបំផុតនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់អ៊ីរ៉ង់ហើយវាត្រូវតែបញ្ឈប់ជាដាច់ខាតមន្ត្រីលោកខាងលិចម្នាក់បាននិយាយថាវាហាក់ដូចជារដ្ឋាភិបាលអ៊ីរ៉ង់កំពុងប្រឈមមុខនឹងការដួលរលំដែលជិតមកដល់នោះហើយឧបករណ៍សន្តិសុខរបស់ខ្លួននៅតែគ្រប់គ្រងមន្ត្រីរូបនេះបានបន្ថែមទៀតថាការបង្ក្រាបនេះបានស្ដារភាពស្ងប់ស្ងាត់ឡើងវិញទោះបីជាអាជ្ញាធររងផលប៉ះពាល់ក៏ដោយមន្ត្រីលោកខាងលិចបានបន្ថែមទៀតថាបាតុកម្មបានកាត់ឡើងក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេលថ្មីៗនេះដែលធ្វើឲ្យរដ្ឋាភិបាលមានការភ័ន្តច្រឡំនៅពេលដែលមានភាពងាយរងគ្រោះជាពិសេសមន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែលម្នាក់បាននិយាយថាគណៈរដ្ឋមន្ត្រីសន្តិសុខរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ត្រូវបានជូនដំណឹងនៅយប់ថ្ងៃអង្គារអំពីឱកាសនៃការដួលរលំនៃរបបឬអន្តរាគមន៍របស់សហរដ្ឋអាមេរិកអ៊ីស្រាអែលបានប្រយុទ្ធក្នុងសង្គ្រាមរយៈពេល12ថ្ងៃប្រឆាំងនឹងសត្រូវដ៏សំខាន់របស់ខ្លួនកាលពីឆ្នាំមុនទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានចាក់ផ្សាយវីដេអូនៃក្បួនដង្ហែសពដ៏ធំសម្រាប់មនុស្សដែលត្រូវបានសម្លាប់នៅក្នុងភាពចលាចលនៅទីក្រុងតេរ៉ង់អ៊ីស្លាហាននិងប៉ូសេនិងទីក្រុងដទៃផ្សេងទៀតប្រជាជនបានគ្រវីទង់ជាតិនិងរូបភាពរបស់មេដឹកនាំកំពូលអាយ៉ាតូឡាអាលីខាមេណៃនិងកាន់ស្លាកសញ្ញាប្រឆាំងនឹងបាតុកម្មប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថាប្រធានស្ថាប័នសន្តិសុខកំពូលរបស់អ៊ីរ៉ង់លោកអាលីឡារីចានីបាននិយាយជាមួយរដ្ឋមន្ត្រីការបរទេសហ្គាតាហើយលោកអារ៉ាឈីបាននិយាយជាមួយសមាភិកីអេមីរ៉ាតអារ៉ាប់រួមនិងទូគីរបស់ពួកគេប្រធានតុលាការអ៊ីរ៉ង់ជំរុញឲ្យមានសកម្មភាពរហ័សក្នុងដំណើរទស្សនកិច្ចពន្ធនាគារមួយនៅក្នុងទីក្រុងតេរ៉ង់ជាកន្លែងដែលក្រុមបាតុករដែលត្រូវបានចាប់ខ្លួនកំពុងត្រូវបានឃុំខ្លួនប្រធានតុលាការអ៊ីរ៉ង់បាននិយាយថាល្បឿនក្នុងការវិនិច្ឆ័យនិងការដាក់ទោសអ្នកដែលកាត់ក្បាលឬដុតមនុស្សគឺមានសារៈសំខាន់ណាស់ក្នុងការធានាថា
ប្រតិបត្តិការបែបនេះមិនកើតឡើងម្ដងទៀតឡើយអង្គការ Harana បានរាយការណ៍ថាមានការចាប់ខ្លួនចំនួន 18,137 នាក់រហូតមកដល់ពេលនេះអង្គការ Hengels ដែលជាក្រុមសិទ្ធិជនជាតិ Kiev អេរ៉ង់បានរាយការណ៍ថាបុរសអាយុ26ឆ្នាំម្នាក់អ៊ីហ្វានស៊ុលតានីដែលត្រូវបានចាប់ខ្លួនទាក់ទងនឹងការតវ៉ានៅក្នុងទីក្រុង Garage នឹងត្រូវប្រហារជីវិតនៅថ្ងៃពុធលោក Hengels បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធថាខ្លួនមិនអាចបញ្ជាក់បានថាតើការកាត់ទោសនេះត្រូវបានអនុវត្តឬអត់នោះទេទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចបញ្ជាក់ដោយឯករាជ្យនៅរបាយការណ៍នេះបានទេខណៈពេលដែលអាជ្ញាធរអេរ៉ង់បានទប់ទល់នឹងការតវ៉ាពីមុនភាពចលាចលចុងក្រោយបំផុតកំពុងកើតឡើងដោយទីក្រុងតេអេរ៉ង់នៅតែងើបឡើងវិញពីសង្គ្រាមកាលពីឆ្នាំមុននិងជាមួយនឹងជំហរក្នុងតំបន់របស់ខ្លួនចុះខ្សោយដោយសារការវាយប្រហារទៅលើសម្ព័ន្ធមិត្តដូចជា Hezbollah របស់លីបង់ចាប់តាំងពីការវាយប្រហារដឹកនាំដោយ Hamas ប្រឆាំងនឹងអ៊ីស្រាអែលនៅថ្ងៃទី7ខែតុលាឆ្នាំ2023នៅពេលសួរថាតើលោកចង់មានន័យយ៉ាងណាចំពោះពាក្យថាជំនួយកំពុងមកដល់លោកត្រាំបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថាពួកគេនឹងត្រូវរកវិធីដោះស្រាយរឿងនោះលោកត្រាំបាននិយាយថាសកម្មភាពយោធាគឺជាជំរើសមួយក្នុងចំណោមជំរើសដែលលោកកំពុងថ្លឹងថ្លែងលោកត្រាំបាននិយាយទៀតនៅពេលត្រឡប់មកតំបន់វ៉ាស៊ីនតោនវិញពីទីក្រុងឌីត្រុយថាការសម្លាប់នេះមើលទៅដូចជាសំខាន់ប៉ុន្តែយើងមិនទាន់ដឹងច្បាស់នៅឡើយទេដោយបន្ថែមទៀតថាលោកនឹងដឹងបន្ថែមទៀតបន្ទាប់ពីទទួលបានរបាយការណ៍នៅពេលល្ងាចថ្ងៃអង្គារក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារបានជំរុញឲ្យពលរដ្ឋអាមេរិកចាក់ចេញពីអ៊ីរ៉ង់ឥឡូវនេះ